ខ្ញុំឈ្មោះប៊ុន3លោកគ្រូអាយុប៉ុន្មានហើយបងអាយុ25លោកគ្រូបាទកន្លែងបងរស់នៅគេហៅភូមិអីឃុំអីស្រុកអីហ្នឹងឃុំជើងព្រៃឃុំជើងព្រៃស្រុកបាត់ធាយខេត្តកំពង់ចាមលោកគ្រូបងមានបញ្ហាសុខភាពអីដែរខ្ញុំដំបូងហ្នឹងខ្ញុំបោះថ្លើមលោកគ្រូបោះថ្លើមបាទបោះថ្លើមហ្នឹងធ្លាប់ព្យាបាលពីមុនមកទេវាធ្វើទុកបងមិនដែរបោះថ្លើមបោះថ្លើមនោះវាសៀតចុកផងហើយចុកបោះដៃផុតណាលោកគ្រូសៀតចុកបោះដៃផុតហ្នឹងចុកក្រោមចឹងជំនីខាងស្ដាំហ្នឹងអួលរៀងចាក់ទៅណាលោកគ្រូវាម្ដងមកដាក់មកត្រូវពេលវាឈឺត្រូវពេលវាអត់អាហ្នឹងគេហៅបោះថ្លើមហ្នឹងបាទលោកគ្រូខ្ញុំព្យាបាលបោះថ្លើមហ្នឹងគេជាហើយវាដល់ហើយគេអីកោមើលគេថាខ្ញុំជាពីបោះថ្លើមតែមកជាអាលាកថ្លើមវិញលោកគ្រូបាទលាកថ្លើមប្រភេទ3មុនដំបូងហ្នឹងវាចេះតែឈឺយូរដែរវាលំបាក់ជាង2ឆ្នាំដែរលោកគ្រូខ្ញុំឈឺបោះថ្លើមហ្នឹងលំបាក់ប្រហែលជាជិត1ឆ្នាំដល់ពេលខ្ញុំចេះតែជាពីបោះថ្លើមហ្នឹងរហូតវាឈឺរហូតចេះឆ្ងល់តាមគេថាជាហើយតែវានៅចុកឈឺក្រោយបាត់អីផុតអីហ្នឹងលោកគ្រូខ្ញុំអត់អស់ចិត្តខ្ញុំទៅជួសឈាមទៅគេថាខ្ញុំហ្នឹងអាលាកថ្លើមប្រភេទ3លាកថ្លើមប្រភេទ B វាធ្វើតួការៈប្រចាំមិនវិញដែរចុកបត់ដៃផុតអួលមកលោកគ្រូចុកបត់ដៃផុតហ្នឹងអួលអាពីមុខនេះឈឺនំកាលអានេះបត់ដៃផុតនេះចុករហូតមកពេលធ្វើការអញ្ចឹងទៅត្រឹមម៉ោង3ម៉ោង4នេះហ្នឹងចាប់ដើមចុកអួលអញ្ចឹងហើយលោកគ្រូហើយចុះបាយកម្លាំងកាអីមិនដែរស្បែកកាលហ្នឹងវារៀងលឿងរៀងអីហ្នឹងលោកគ្រូទឹកនោមអីទឹកនោមលឿងម្ដងម្កាលវាជួនកាលលឿងជួនកាលអត់ហើយហ្នឹងរយៈពេលប្រហែលដែលបានមកឃើញ liver balance ហ្នឹងមានរយៈពេលប្រហែលឆ្នាំដែលប្រហែលខែដែលគឺអាលាកថ្លើម B ហ្នឹងអាលាកថ្លើមប្រភេទ B ហ្នឹងវា1ឆ្នាំជាងដែរហ្នឹងលោកគ្រូបាទអញ្ចឹងបានន័យថាបងទទួលការព្យាបាលរឿយមកដែរបាទលោកគ្រូចេះព្យាបាលយើងចេះព្យាបាលអត់ច្បាស់ខ្លួនឯងពេលហ្នឹងអត់ទៅជួសឈាមហ្នឹងលោកគ្រូចេះតែគឺថាបូនថ្លើមហ្នឹងស្រួលជាអត់ទាន់យើងព្យាបាលជាអត់ដាច់អត់អីចឹងលោកគ្រូចេះតែព្យាបាលរហូតចេះទិញឆ្នាំខ្មែរទិញអីចឹងទៅលេបឆ្នាំពេទ្យផងដល់ពេលបានទៅជួសឈាមទៅបានដឹងថាពេទ្យថាជាពីបូនថ្លើមហើយតែគាត់ថាអាលាកថ្លើមប្រភេទ B វិញគ្រូអាលាកថ្លើមប្រភេទ B រយៈពេលវែលធ្វើទុកប្រហែលបានបងមកឃើញ liver balance រយៈពេល1ឆ្នាំជាងលោកគ្រូ1ឆ្នាំជាងបានមកឃើញ liver balance បាទលោកគ្រូអ្នកភូមិខ្ញុំគាត់បានកើតតិចទឹកហ្នឹងអ្នកភូមិគាត់កើតតិចទឹកបាទតិចទឹកគាត់ទិញមកប្រើដែរតែប្រើអស់រយៈពេល2កំប៉ុងឯងអញ្ចឹងដល់ពេលភូមិគាត់តិចទឹកប្រើអស់2កំប៉ុងបានធូពួងធូអីឃើញគាត់និយាយបានអីបានហូបបានអីបានខ្ញុំសម្រាប់ចិត្តថាទិញបាទទិញដំបងយកមកដំបងសាកដល់1កំប៉ុងឯងលោកគ្រូសាក1កំប៉ុងរៀងធូប្រើរយៈពេល3ខែជួសមើលទៅអស់មែនលោកគ្រូទៅចុងក្រោយ3ខែបងប្រើអស់1កំប៉ុង3ខែហ្នឹងរយៈពេលទាំងអស់តាមុនសាក1កំប៉ុងអាក្រោយ3ខែទៀត7កំប៉ុងទាំងអស់7កំប៉ុងបាទលោកគ្រូបាទអស់7កំប៉ុងហ្នឹងបងទៅជួសឈាមទៅសម្រាប់មកឃើញស្អាតមកបាទអានេះជានេះហើយមុនដំបងនៅពេលដែលបងប្រើប្រាស់មកកំប៉ុងដំបងបងទៅជួសឈាមពេទ្យមិនបានថាអីឲ្យបងគាត់សួរខ្ញុំថាបងមានជំងឺអីទៅខ្ញុំថាខ្ញុំអាលាកថ្លើមលោកគ្រូដល់ពេលខ្ញុំគាត់សួរប្រើថ្នាំអីប្រើអីចឹងដល់ពេលទៅខ្ញុំគាត់ថាខ្ញុំប្រើថ្នាំតាម Facebook ទៅគាត់លោកគ្រូគាត់ថាកុំចេះតែប្រើថ្នាំតាម Facebook ប្រើអីចឹងដល់ពេលគាត់យកខ្ញុំទៅតេស្តគាត់យកឈាមខ្ញុំទៅតេស្តគាត់តេស្តរួចគាត់ថាបងនេះឈ្មោះប៊ុន3ដល់ពេលខ្ញុំថាបាទលោកគ្រូគាត់ថាឥឡូវចាំមកពេទ្យគាត់អត់ចិត្តគាត់យកឈាមខ្ញុំទៅផ្សារទៀតយកទៅផ្សារទៀតមិត្តផលមកអត់មានអត់អាលាកថ្លើមអត់អីគាត់ថាខ្ញុំព្យាបាលឯណាលឿនម៉េចថ្នាំអីគេចឹងរយៈពេល13ខែដាច់អាលាកថ្លើមហ្នឹងលោកគ្រូហ្នឹងគ្រូពេទ្យគាត់លន់មកអញ្ចឹងបាទលោកគ្រូបាទឯចុះណាกระดาษជួសឈាមលើកទី1ដែរលើកទី1នេះលោកគ្រូលើកទី1អាហ្នឹងបងនៅរោគសញ្ញាស្គាល់ទេហ្នឹងនេះលើកទី1នេះលើកទី1ខ្ញុំមានអាលាកថ្លើមប្រភេទ B ហ្នឹងហើយបាទលោកគ្រូអានេះលើកទី1បាទលើកទី1លោកគ្រូបាទហើយចុះណាបន្ទាប់នេះអាបន្ទាប់ជាស្អាតហ្មងលោកគ្រូហ្នឹងបញ្ជាក់ពីពេទ្យច្បាស់ហ្មងបាទលោកគ្រូបញ្ជាក់2ដងហើយទៅម្ដងទៀតគាត់ខ្លាចដល់ឥឡូវបងមកទទួលបានលទ្ធផលចឹងបងសុបាយចិត្តលោកគ្រូមកជួយចាក់លើ liver balance នោះប៉ុន្មានភាគរយខ្ញុំជឿឥឡូវជឿ100%មកលោកគ្រូបងអត់មានកុហកអត់មានប្រើថ្នាំផ្សេងលាយឡំជាមួយតែ liver ទៅមុខឯង liver ទៅមុខឯងលោកគ្រូខ្ញុំអត់ប្រើថ្នាំផ្សេងគឺខ្ញុំប្រើថ្នាំនឹងរហូតមើលតែដំបល់លោកគ្រូនេះប្រើអត់ច្រើនខ្ញុំបានផ្ដាំទៅអ្នកក្រោយកុំមើលម្លងនឹងថ្នាំ Viva Balance នេះបើថាលាកថ្លើមបោសថ្លើមមេរោគក្នុងថ្លើមជាតិពុលក្នុងថ្លើមគឺត្រូវទាំងអស់ 100% ហ្មងជឿជាក់នឹង Viva Balance នេះ